ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់អង្គភាពសារព័ត៌មាន Speak News មួយលោកស្រីគីមយ៉ូជុងបញ្ចេញសារក្តៅបដិសេធចំពោះលោកសេឡិនស្គីជំវិញការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅឲ្យរុស្ស៊ីសូមរាយការណ៍លម្អិតព័ត៌មានដោយជួនសុធាលោកស្រីគីមយ៉ូជុងដែលត្រូវជាប្អូនស្រីនិងជាមន្ត្រីជាន់ខ្ពស់របស់មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានចេញមុខបដិសេធការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀសេឡិនស្គីដែលថាកូរ៉េខាងជើងកំពុងតែមានផែនការបញ្ជូនកងទ័ពរហូតដល់ 50,000 នាក់បន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមប្រយុទ្ធជាមួយនឹងកងកម្លាំងរុស្ស៊ីលោកស្រីគីមយ៉ូជុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កាលពីថ្ងៃពុធនេះថាការប៉ាន់ស្មានរបស់លោកសេឡិនស្គីគឺគ្មានមូលដ្ឋាននិងការអះអាងដែលបង្កើតឡើងដោយគ្មានភស្តុតាងច្បាស់លាស់លោកសេឡិនស្គីបានធ្វើការអះអាងតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីខែនេះហើយបានអំពាវនាវឲ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រទៅដល់អ៊ុយក្រែនជាពិសេសនៅក្នុងការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ប្រទេសជាការឆ្លើយតបលោកស្រីគីមយ៉ូជុងបានចោទប្រកាន់សហរដ្ឋអាមេរិកនិងលោកខាងលិចថាជាអ្នកទទួលខុសត្រូវចម្បងចំពោះការផ្ទុះឡើងនិងការអូសបន្លាយវិបត្តិនៅអ៊ុយក្រែនលោកស្រីបានអះអាងថាកូរ៉េខាងជើងជាជំហររបស់ខ្លួនចំពោះទំនាក់ទំនងជាមួយនឹងរុស្ស៊ីហើយមិនទទួលយកការចាប់ប្រកាន់ដែលលោកស្រីចាត់ទុកថាគ្មានមូលដ្ឋាននោះទេកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានបញ្ជូនទាហានប្រមាណ 14,000 នាក់ទៅកាន់តំបន់គ្រូសរបស់រុស្ស៊ីនៅក្នុងឆ្នាំ 2024 នៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងម៉ូស្គូកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោកវ៉ាឌីមៀពូទីនទៅកាន់ទីក្រុងព្យុងយ៉ាងនៅក្នុងខែមិថុនាឆ្នាំ 2024 តាមការវិតម្លៃរបស់អ៊ុយក្រែននិងប្រភពឯករាជ្យកូរ៉េខាងជើងក៏ត្រូវបានចាប់ប្រកាន់ថាត្រូវបានគ្រប់គ្រងទៅដល់រុស្ស៊ីនៅក្របកាំភ្លើងធំនិងកាំភ្លើងត្បាល់រាប់លានគ្រាប់ព្រមទាំងមីស៊ីលប៉ាឡេស្ទីកកាំភ្លើងធំរយៈចម្ងាយឆ្ងាយនិងប្រព័ន្ធរ៉ុកែតបាញ់ច្រើនគ្រាប់ដើម្បីគ្រប់គ្រងទៅដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនក្រៅពីបញ្ហាការគ្រប់គ្រងរុស្ស៊ីលោកស្រីគីមយ៉ូជុងក៏បានរិះគន់គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើងផងដែរលោកស្រីបាននិយាយថាបើទោះបីជាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាឲ្យកាត់បន្ថយការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងការសម្ពយុទ្ធយោធារួមគ្នាជាមួយនឹងកូរ៉េខាងត្បូងក៏ដោយក៏ទីក្រុងព្យុងយ៉ាងនៅតែយល់ថាគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកូរ៉េខាងជើងមិនបានផ្លាស់ប្ដូរឡើយលោកស្រីបាននិយាយថាបើទោះបីជាទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំអាមេរិកនិងកូរ៉េខាងជើងធ្លាប់ត្រូវបានពិពណ៌នាថាអស្ចារ្យណាស់ក៏ដោយក៏សហរដ្ឋអាមេរិកនៅតែធ្វើសម្ពយុទ្ធយោធារួមជាមួយនឹងកូរ៉េខាងត្បូងនិងអនុវត្តសកម្មភាពដែលទីក្រុងព្យុងយ៉ាងបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនលោកស្រីគីមយ៉ូជុងក៏បានបញ្ជាក់ថាលោកស្រីមិនបានដឹងអំពីទំនាក់ទំនងថ្មីៗរវាងមេដឹកនាំកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកទេការបញ្ជាក់នេះបានកាត់ឡើងបន្ទាប់ពីលោកត្រាំបាននិយាយកាលពីថ្ងៃច័ន្ទនេះថាលោកបានទទួលការឆ្លើយតបពីលោកគីមជុងអ៊ុនបន្ទាប់ពីសហរដ្ឋអាមេរិកកាត់បន្ថយទំហំនៃសម្ពយុទ្ធយោធារួមជាមួយនឹងកូរ៉េខាងត្បូងលោកត្រាំក៏បានពិពណ៌នាកូរ៉េខាងជើងថាជាប្រទេសដែលមានភាពគំរាមកំហែងនិងគោរពខណៈដែលភាពតានតឹងនៅឧបទ្វីបកូរ៉េនិងការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាមអ៊ុយក្រែននៅតែជាបញ្ហាដែលទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិផងដែរពីសាលារៀនថៃប្រញាប់បើកសម្ពយុទ្ធទប់ទល់នឹងការបាញ់ប្រហារក្រោយពីមានការបាញ់ប្រហារយ៉ាងរន្ធត់សូមរាយការណ៍លម្អិតព័ត៌មានដោយជួនសុធាសាលារៀននៅប្រទេសថៃបានចាប់ផ្ដើមធ្វើសម្ពយុទ្ធឆ្លើយតបចំពោះការបាញ់ប្រហារយ៉ាងសកម្មកាលពីថ្ងៃពុធខណៈដែលអាជ្ញាធរបង្កើនវិធានការសន្តិសុខរយៈពេល2សប្តាហ៍បន្ទាប់ពីក្មេងអាយុ14ឆ្នាំម្នាក់ត្រូវបានបើកការបាញ់ប្រហារនៅសាលារៀនមួយកន្លែងដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់8នាក់ត្រូវបានស្លាប់នៅក្នុងសាលាសុរាសមនោរម្យនៅក្នុងទីក្រុងបាងកកសិស្សានុសិស្សបានចូលរួមនៅក្នុងការសម្ពយុទ្ធតាមគោលការណ៍រត់លាក់និងប្រយុទ្ធដើម្បីរៀនពីវិធីឆ្លើយតបនៅពេលដែលប្រឈមនឹងស្ថានភាពអាសន្ននៅក្នុងការហាត់សមនេះមន្ត្រីប៉ូលីសម្នាក់បានសម្ដែងថាជាអ្នកវាយប្រហារខណៈដែលសិស្សត្រូវអនុវត្តតាមនីតិវិធីសុវត្ថិភាពដែលបានកំណត់សិស្សមួយចំនួនបានហាត់រត់ទៅកាន់ទីតាំងមានសុវត្ថិភាពខណៈអ្នកផ្សេងទៀតត្រូវបានលាក់ខ្លួននៅក្នុងកន្លែងការពារឬប្រើសម្ភារៈនៅក្នុងបន្ទប់ដើម្បីរារាំងការចូលទៅកាន់បន្ទប់រៀនសម្ពយុទ្ធនេះមានគោលបំណងធ្វើឲ្យសិស្សមានការយល់ដឹងនិងការត្រៀមខ្លួនប្រសើរជាងមុនប្រសិនបើមានហេតុការណ៍អាសន្នពិតប្រាកដមែនសម្ពយុទ្ធនេះបានធ្វើឡើងស្របទៅតាមសារាចរណែនាំដែលចុះហត្ថលេខា
ការកាពីថ្ងៃទី10ខែសីហាដោយមន្ត្រីក្រសួងអប់រំដែលតម្រូវឲ្យសាលារៀនរៀបចំផែនការសន្តិសុខនិងការធ្វើហាត់សមនីតិវិធីឆ្លើយតបចំពោះហេតុការណ៍អាសន្នអគ្គនាយកនៃអង្គភាពកំទេចក្របរំសៀផ្ទុះនៃផ្នែកល្បាតនិងប្រតិបត្តិការពិសេសរបស់ប៉ូលីសបានឆ្លើយថាសាលារៀនទាំងអស់កំពុងតែបង្កើនការប្រុងប្រយ័ត្នព្រោះការគំរាមកំហែងប្រភេទនេះអាចកើតមាននៅគ្រប់ទីកន្លែងលោកបានបញ្ជាក់ថាសាលារៀនកំពុងតែពិនិត្យនិងកែសម្រួលផែនការសន្តិសុខរបស់ខ្លួនដើម្បីធានាថាសិស្សនិងបុគ្គលិកអាចឆ្លើយតបបានត្រឹមត្រូវចំពោះឧបទ្ទវហេតុនិងការគំរាមកំហែងគ្រប់ទម្រង់ក្រៅពីសមយុទ្ធនេះសាលារៀនក៏បានបង្កើនការត្រួតពិនិត្យសន្តិសុខប្រចាំថ្ងៃដោយបានប្រើប្រាស់ឧបករណ៍ចាប់ដៃនិងពិនិត្យកាបូបរបស់សិស្សចំណែកគ្រូបង្រៀនបានបង្ហាញឧបករណ៍ចាប់ដៃនិងវត្ថុមុតស្រួចមួយចំនួនដែលត្រូវបានរឹបអូសពីសិស្សដើម្បីបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យនិងការការពារសុវត្ថិភាពនៅក្នុងបរិវេណសាលាលោកស្រីអូនីឆាកូឆាណានាយកសាលារៀនសូរ៉ាសមនោរមបាននិយាយថាការបណ្ដុះបណ្ដាលនេះអាចជួយឲ្យសិស្សមានចំណេះដឹងនិងការយល់ដឹងឲ្យកាន់តែច្បាស់អំពីវិធីឆ្លើយតបប្រសិនបើមានស្ថានភាពអាសន្នកើតឡើងពិតប្រាកដមែនលោកស្រីបានបន្ថែមថាការហាត់សមនឹងផ្ដល់ឲ្យសិស្សនៅបទពិសោធន៍ជាក់ស្ដែងដែលពួកគេអាចយកចំណេះដឹងដែលបានរៀនទៅប្រើប្រាស់ដើម្បីគ្រប់គ្រងស្ថានភាពអាសន្ននិងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានការបង្កើតវិធានការសន្តិសុខនេះបង្ហាញពីការព្យាយាមរបស់អាជ្ញាធរថៃនិងសាលារៀននៅក្នុងការពង្រឹងសុវត្ថិភាពសិស្សនិងបុគ្គលិកបន្ទាប់ពីហេតុការណ៍បាញ់ប្រហារដ៏ធ្ងន់ធ្ងរដែលបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនៅតាមសាលារៀននៅក្នុងប្រទេស3សោកនាដកម្មបាក់អណ្ដូងរ៉ែមាសនៅអាហ្វ្រិកកណ្ដាលដោយអ្នកស្លាប់បានកើនឡើង100នាក់និងខណៈអ្នកផ្សេងទៀតត្រូវបានបាត់ខ្លួនលំអិតព័ត៌មានដោយជួនសុធាចំនួនអ្នកស្លាប់ដោយសារការបាក់អណ្ដូងរ៉ែមាសនៅភាគខាងលិចនៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាលបានកើនឡើងដល់ជាង100នាក់ខណៈក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកដែលជាប់គាំងនៅក្រោមគំនរបាក់បែកមន្ត្រីនៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃពុធនេះថាជនរងគ្រោះមួយចំនួនជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមដែលបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះរ៉ែអណ្ដូងមាសសិប្បកម្មដែលប្រើបច្ចេកវិទ្យាមានកម្រិតបានបាក់ដួលរលំនៅព្រឹកថ្ងៃអង្គារនៅភូមិសាំបូយេជិតព្រំដែនប្រទេសកាមេរូនការបាក់រលំនេះបានកើតឡើងនៅពេលដែលមនុស្សជាច្រើនកំពុងតែធ្វើការនៅក្នុងនិងជុំវិញទីតាំងអណ្ដូងរ៉ែអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅក្នុងតំបន់ដែលបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានឲ្យដឹងថាក្រៅពីអ្នកស្លាប់មានអ្នករស់រានមានជីវិតជាច្រើនត្រូវបានរងរបួសធ្ងន់ហើយត្រូវបានព្យាបាលជាបន្ទាន់សមាជិកក្រុមប្រឹក្សាយុវជនសាំបូយេបានប្រមានថាចំនួនអ្នកស្លាប់អាចនឹងកើតឡើងបន្ថែមទៀតដោយសារតែមនុស្សជាច្រើនអ្នកនៅតែបាត់ខ្លួនហើយមួយចំនួនទៀតកំពុងតែជាប់នៅក្រោមគំនរបាក់បែកលោកយ៉ាងយូបានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះដោយបាននិយាយថាសហគមន៍មានការឈឺចិត្តនៅពេលដែលឃើញយុវជននិងស្ត្រីបាត់បង់ជីវិតខណៈដែលពួកគេបានមកជួយធ្វើការនៅអណ្ដូងរ៉ែដើម្បីស្វែងរកប្រាក់ចំណូលនិងជួយគ្រួសាររបស់ពួកគេចេញពីភាពលំបាកទន្ទឹមនឹងនេះដែរព្រះរាជអាជ្ញានៅសាលាដំបងខេត្តបាប៊ូបានឲ្យដឹងថាការស៊ើបអង្កេតត្រូវបានបើកដើម្បីស្វែងរកមូលហេតុដែលបណ្ដាលឲ្យអណ្ដូងរ៉ែនេះត្រូវបានដួលបាក់រលំកំណត់អត្តសញ្ញាណជនរងគ្រោះនិងស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះប្រតិបត្តិការនៅទីតាំងនោះការស៊ើបអង្កេតនេះក៏នឹងពិនិត្យថាតើមានការទទួលខុសត្រូវព្រមទាន់ណាមួយពាក់ព័ន្ធទៅនឹងហេតុការណ៍នេះដែរឬទេបន្ទាប់ពីការបាក់អណ្ដូងរ៉ែក្រុមអ្នកជួយសង្គ្រោះនិងប្រជាពលរដ្ឋនៅក្នុងតំបន់បានចូលរួមនៅក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះទស្សនវិជ្ជានៅកន្លែងកើតហេតុត្រូវបានបង្ហាញពីអ្នករុករករ៉ែដែលភាគច្រើនជាយុវជននិងស្ត្រីដែលកំពុងតែព្យាយាមទាញសាកសពចេញពីតំបន់ដែលមានភក់និងគំនរបាក់បែកខណៈដែលកម្មករផ្សេងទៀតរាប់សិបនាក់ត្រូវបានប្រមូលផ្ដុំគ្នានៅជុំវិញទីតាំងដោយអ្នកខ្លះត្រូវបានស្រែកសុំជំនួយការបាក់អណ្ដូងរ៉ែសិប្បកម្មគឺជាបញ្ហាដែលកើតមានជាញឹកញាប់នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាលដែលមនុស្សរាប់ពាន់នាក់ផ្អែកទៅលើការជីកយករ៉ែខ្នាតតូចសម្រាប់ជីវភាពរស់នៅការងារប្រភេទនេះមានហានិភ័យខ្ពស់ដោយសារតែអ្នករុករកជាច្រើនមិនមានឧបករណ៍ការពារនិងវិធានការសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជាហេតុនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនិងបណ្ដាលឲ្យបាត់បង់ជីវិតជាញឹកញាប់4អាកាសយានិកអាមេរិកម្នាក់ត្រូវបានឃាត់ខ្លួនសារជាថ្មីក្រោយពីចេញមុខប្រឆាំងនឹងលោកត្រាំនិងអំពាវនាវឲ្យដកតំណែងលំអិតព័ត៌មានដោយជួនសុធាលោកចាសនវ៉ាត់សុនសមាជិកកងទ័ពអាកាសអាមេរិកដែលធ្លាប់ត្រូវបានចាប់ខ្លួននៅលើវិមានសភាអាមេរិកកាលពីខែកក្កដាបន្ទាប់ពីអំពាវនាវឲ្យដកតំណែងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងអនុប្រធានាធិបតី JD Vance ត្រូវបានឃុំខ្លួនសារជាថ្មីហើយការឃុំខ្លួននេះបានកាត់ឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានរិះគន់លោកត្រាំយ៉ាងខ្លាំងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយនឹងទូរទស្សន៍ CNN អ្នកនាំពាក្យកងទ័ពអាកាសអាមេរិកបានប្រាប់ទូរទស្សន៍ CNN ថាលោក Mike Watson ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនជាបណ្
បណ្ដោះអាសន្នកាលពីថ្ងៃទី18ខែសីហាឆ្នាំ2026ក៏ត្រឹមល្ងាចថ្ងៃទី19ខែសីហានេះលោកមិនទាន់ត្រូវបានចាប់ប្រកាន់ជាផ្លូវការនៅឡើយទេខណៈដែលករណីនេះកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតបច្ចុប្បន្នលោក Wenson កំពុងតែត្រូវបានឃុំខ្លួននៅមណ្ឌលឃុំឃាំងមួយនៅក្នុង County រដ្ឋ Maryland ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធានៅពេលនេះមិនទាន់មានការបញ្ជាក់យ៉ាងច្បាស់ថាលោកអាចនឹងប្រឈមនឹងបទចាប់ប្រកាន់អ្វីនៅឡើយមេធាវីរបស់លោក Wenson បាននិយាយថាអាកាសយានិករូបនេះត្រូវបានចាប់ខ្លួននៅកន្លែងបំពេញភារកិច្ចនៅថ្ងៃបន្ទាប់ពីបានផ្ដល់បទសម្ភាសន៍ជាមួយនឹង CNN តាមការបញ្ជាក់របស់មេធាវីលោក Wenson ត្រូវបានជួលដំណឹងទៅដល់ខ្សែបញ្ជារបស់ខ្លួនថាលោកនឹងមិនពាក់ឯកសណ្ឋានយោធាទៀតឡើយហើយបន្ទាប់ពីត្រូវបានបញ្ជាឲ្យពាក់ឯកសណ្ឋានវិញលោកនឹងត្រូវបានចាប់ខ្លួននៅក្នុងរយៈពេលប្រមាណ20នាទីលោក Mortimer បានឲ្យដឹងថាអាជ្ញាធរកំពុងតែពិចារណាទៅលើការចាប់ប្រកាន់ពាក់ព័ន្ធទៅនឹងមាត្រា88នៃក្រមយុត្តិធម៌យោធាឯកសណ្ឋាននិងពាក់ព័ន្ធទៅនឹងការប្រើពាក្យសម្ដីមើលងាយចំពោះមន្ត្រីជាន់ខ្ពស់និងមាត្រា92ដែលពាក់ព័ន្ធទៅនឹងការមិនគោរពបទបញ្ជានិងបទបញ្ញត្តិលោកបានបន្ថែមថាលោក Wenson បានរំពឹងទុកមុនថាលោកនឹងអាចត្រូវបានចាប់ខ្លួនដោយសារតែសកម្មភាពរបស់ខ្លួនកងទ័ពអាកាសអាមេរិកបានបញ្ជាក់ថាសមាជិកយោធាទាំងអស់ត្រូវតែគោរពតាមក្រមយុត្តិធម៌យោធាឯកសណ្ឋាននិងបទបញ្ញត្តិដែលត្រូវអាចអនុវត្តបានអ្នកនាំពាក្យកងទ័ពអាកាសបាននិយាយថាដោយផ្អែកទៅលើមូលហេតុដែលអាចគ្រប់គ្រងការចាប់ប្រកាន់ពីការប្រព្រឹត្តបទល្មើសខុសជាបន្ទាន់លោក Mike Wenson ត្រូវបានបញ្ជាឲ្យឃុំខ្លួនជាបណ្ដោះអាសន្នខណៈដែលការស៊ើបអង្កេតកំពុងតែបន្តកងទ័ពអាកាសក៏បានបញ្ជាក់ថាលោក Wenson ត្រូវបានសន្មតថាគ្មានកំហុសហើយត្រូវបានទទួលសិទ្ធិទាំងអស់ដែលអាចមានចែងក្រោមវិធានការសម្រាប់តុលាការនិងកងម៉ារីន305ខណៈដែលការឃុំខ្លួនរបស់លោកត្រូវបានពិនិត្យឡើងវិញកងទ័ពអាកាសក៏បានបញ្ជាក់ផងដែរថាសេចក្តីថ្លែងការណ៍ផ្ទាល់របស់ខ្លួនលោក Wenson មិនតំណាងឲ្យទស្សនៈឬគោលនយោបាយរបស់នាយកដ្ឋានកងទ័ពអាកាសឡើយកាលពីថ្ងៃច័ន្ទលោក Wenson បានផ្ដល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានរបស់ CNN ដោយបន្តរិះគន់លោកត្រាំនិងបញ្ជាក់ពីការអំពាវនាវឲ្យដកតំណែងប្រធានាធិបតីលោកបានចោទប្រកាន់ថាសកម្មភាពរបស់លោកត្រាំគឺមិនធម្មតានិងបានអះអាងថាលោកត្រាំបានធ្វើឲ្យប្រទេសបរាជ័យព្រមទាំងបានចាប់ប្រកាន់ប្រធានាធិបតីថាបានបំពានរដ្ឋធម្មនុញ្ញបំពានច្បាប់និងប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរការបញ្ចេញមតិជាសាធារណៈប្រឆាំងនឹងប្រធានាធិបតីពីសមាជិកកងទ័ពដែលកំពុងតែបំពេញភារកិច្ចគឺជារឿងកម្រមួយដែលសារតែសមាជិកយោធាត្រូវតែគោរពតាមបទបញ្ជានិងក្រមយុត្តិធម៌របស់យោធាមាត្រា88នៃក្រមនេះក៏មានចែងអំពីការប្រើពាក្យសម្ដីមើលងាយប្រឆាំងនឹងប្រធានាធិបតីអនុប្រធានាធិបតីសភានិងមន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរលោក Wenson ត្រូវបានចាប់ខ្លួនជាលើកដំបូងកាលពីថ្ងៃទី1ខែកក្កដានៅលើវិមានសភាអាមេរិកបន្ទាប់ពីលោកបានថ្លែងសន្ទរកថាអំពាវនាវឲ្យដកតំណែងលោកត្រាំនិងលោក Wen ប៉ូលីសវិមានសភាបានបញ្ជាក់នៅពេលនោះថាសាធារណជនមិនត្រូវបានអនុញ្ញាតឲ្យធ្វើបាតកម្មនៅលើវិមានសភាឡើយលុះត្រាតែមានសមាជិកសភាអមដំណើរនៅក្នុងអំឡុងការធ្វើបាតកម្មនោះលោក Wenson បានពាក់ឯកសណ្ឋានយោធាខណៈដែលបទបញ្ញត្តិយោធាហាមឃាត់សមាជិកយោធាមិនឲ្យពាក់ឯកសណ្ឋានមុនចូលរួមសកម្មភាពយោធាឡើយទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះលោកមិនទាន់ត្រូវបានចាប់ប្រកាន់ជាផ្លូវការពីបទរំលោភលើបទបញ្ញត្តិពាក់ព័ន្ធទៅនឹងបាតកម្មនោះទេលោក Wenson បានប្រាប់ទូរទស្សន៍ CNN ថាលោកដឹងថាការនិយាយប្រឆាំងនឹងរដ្ឋបាលអាចនាំមកនូវផលវិបាកហើយលោកនឹងបានត្រៀមខ្លួនទទួលយកតម្លៃដែលអាចកើតមានពីការបញ្ចេញមតិរបស់ខ្លួនលោកបានបញ្ជាក់ថាលោកនឹងជឿជាក់ថាការផ្លាស់ប្ដូរអ្វីដែលកំពុងតែកើតមាននៅក្នុងប្រទេសតម្រូវឲ្យមនុស្សមានឆន្ទៈទទួលយកផលពិបាកពីសកម្មភាពរបស់ខ្លួនសូមអរគុណសម្រាប់ការតាមដានព័ត៌មានប្រចាំថ្ងៃរបស់អង្គភាពសារព័ត៌មាន Speak News សូមអរគុណសូមជម្រាបលា